កាលពីវីដេអូមុននោះខ្ញុំធ្លាប់បង្ហាញជូនដល់បងប្អូននៅតួអង្គព្រះអង្គប្រនិច្ចវាបាទតាំងពីវគ្គ 50% រហូតដល់វគ្គ 70% ចូលមកដល់វគ្គនេះទៀតក៏ដល់វគ្គបង្ហើយបងប្អូនណាបាទឥឡូវនេះខ្ញុំបានចាក់ក្បាច់រួចរាល់ហើយក៏ត្រៀមនឹងបញ្ចុះនៅស្ដេចបញ្ញាក្អែកចំនួន9មុខបាទសម្រាប់តួអង្គព្រះអង្គប្រនិច្ចវានៅតែមានការគ្រប់គ្រងនិងការកសាងពីសំណាក់បងប្អូនជាច្រើនបាទមិនថាຂະຫນាត់តូចຂະຫນាត់ធំឬຂະຫນាត់អាសនៈទេបាទហើយសម្រាប់តួអង្គដែលនៅខាងក្រោមចំនួន3តួអង្គមានបងប្អូនខ្លះគាត់និយមកសាងពីខាងមុខហ្នឹងមានតួអង្គព្រះអង្គបសីវលីបាទអ្នកខ្លះទៅគាត់ចង់សាងជាតួអង្គព្រះកវាមបតេបាទអ្នកខ្លះទៅក៏ចង់បានជាតួអង្គទេវៈផ្សេងតួយ៉ាងដូចជាតួអង្គព្រះអង្គប្រនិច្ចវាដែលខ្ញុំកំពុងសាងនេះបាទខាងមុខនេះខ្ញុំបានកសាងដាក់រូបព្រះអង្គបាទព្រះព្រំបាទរូបព្រះព្រំប្រហោះ4ក្នុងតួអង្គព្រះអង្គប្រនិច្ចវាដែលមានតួអង្គព្រះព្រំនៅខាងមុខនេះគឺមានអត្ថន័យតំណាងនៅនៃព្រំវិហារធម៌ទាំង4ហើយចំហៀងសងខាងនៃតួអង្គនេះខ្ញុំសាងជាតួអង្គលោកតាអគិនេតមួយអង្គនិងព្រះអង្គព្រះភក្តនេសមួយអង្គបាទនេះជាវគ្គដែលយើងត្រូវធ្វើកិច្ចបញ្ចុះនៅស្ដេចបញ្ញាក្អែកចំនួន9មុខមានបញ្ញាក្អែកដើមឥសីបញ្ញាក្អែកដើមអង្ក្រងបញ្ញាក្អែកដើមអញ្ជ័យដើមលៀបបញ្ញាអំពិលដើមទ្របដើមស្ដៅដើមរកានិងដើមស្នោបាទហ្នឹងហើយទាំងអស់ចំនួន9មុខក៏បានរួចរាល់ហើយឥឡូវយើងដល់វគ្គប៉ូលាសម្អាតបាទហើយតួអង្គទាំងមូលនេះគឺខ្ញុំសាងពីឈើដើមមៀនបាទឈើដើមមៀនយើងនៅពេលដែលយើងថែប្រេងថែអីមកឃើញថាសាច់ហាប់ល្អហើយក៏មានពណ៌សម្រស់នឹងស្រស់ស្អាតដែរបងប្អូនណាបាទចឹងជាទីបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួយគ្រប់គ្រងនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីរហូតមកដល់សព្វថ្ងៃនេះបាទសូមអរគុណ